ជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាដែលបានតាមដានទស្សនានៅវីដេអូមួយនេះថ្ងៃនេះនាងខ្ញុំមានឱកាសបានមកចូលរួមនៅក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅក្នុងព្រឹត្តិការណ៍បរិច្ចាគឈាមក្រោមប្រធានបទយើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាបចំពោះព្រឹត្តិការណ៍នេះគឺរៀបចំឡើងរយៈពេល1ថ្ងៃកន្លះគឺនៅថ្ងៃទី19ខែមិថុនាឆ្នាំ2025និងនៅព្រឹកថ្ងៃទី20ខែមិថុនាឆ្នាំ2025សម្រាប់ការបរិច្ចាគឈាមនេះដែរគឺដើម្បីជាប្រយោជន៍មនុស្សធម៌និងជួយសង្គ្រោះជីវិតមនុស្សដោយយើងដឹងហើយថាបច្ចុប្បន្ននេះមិនថាករណីគ្រោះថ្នាក់ចរាចរណ៍មិនថាជំងឺត្រូវវះកាន់ការបដូរឈាមលាងឈាមគឺសុទ្ធសឹងតែតម្រូវការយកឈាមមកធ្វើការផ្លាស់ប្ដូរដូច្នេះហើយបើសិនជាប្រជាពលរដ្ឋយើងគាត់មានស្មារតីក៏ដូចជាមានទឹកចិត្តក្នុងការផ្ដល់ឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្សដោយប្រយោលគឺជារឿងមួយដែលល្អដែលសពបញ្ជាក់ឲ្យឃើញពីការរួបរวมគ្នានៃជនជាតិតែមួយប្រទេសតែមួយក៏ដូចជាឈាមខ្មែរយើងតែមួយហើយចំពោះការផ្ដល់ឈាមនេះដែរបើតាមមន្ត្រីជំនាញលោកធ្លាប់បានធ្វើការបញ្ចូលណែនាំក៏ដូចជាបកស្រាយឲ្យថាគឺមិនប៉ះពាល់ដល់សុខភាពអ្នកបរិច្ចាគទេមិនត្រឹមតែប៉ុណ្ណោះបែរជាអាចជួយដល់អ្នកដែលបរិច្ចាគទៀតដូចជាឲ្យអ្នកដែលបរិច្ចាគនឹងគាត់ដឹងថាតើសុខភាពរបស់គាត់យ៉ាងម៉េចដែរឈាមរបស់គាត់នឹងមានមេរោគអីឬក៏អត់ហើយឈាមរបស់គាត់នឹងជាឈាមប្រភេទអីអញ្ចឹងមន្ត្រីជំនាញនៅពេលដែលគាត់យកឈាមរបស់យើងទៅគឺយកទៅពិនិត្យមើលសិនមិនមែនថាយកទៅបញ្ចូលឲ្យអ្នកជំងឺតែម្ដងគឺអត់ទេដូច្នេះហើយសម្រាប់អ្នកដែលគាត់បរិច្ចាគឈាមកុំភ័យខ្លាចថាបរិច្ចាគឈាមទៅវាធ្វើឲ្យយើងនឹងខ្សត់ខ្សោយធ្វើឲ្យយើងនឹងខ្វះឈាមខ្វះអីវិញគឺអត់មែនទេគឺឈាមយើងគឺកកើតឡើងវិញជាទៀងទាត់ទេដោយមន្ត្រីជំនាញលោកថានៅពេលដែលយើងបានផ្ដល់ឈាមឲ្យឧទាហរណ៍ថាក្នុងថ្ងៃនេះអញ្ចឹងរយៈពេល3ថ្ងៃគឺឈាមរបស់យើងនឹងមកគ្រប់ចំនួនឡើងវិញគ្រាប់ឈាមរបស់យើងគឺមកគ្រប់ចំនួនឡើងវិញហើយបើសិនជាសម្រាប់អ្នកដែលបតន់គឺក្រោយពីបរិច្ចាគឈាមហើយ3ខែក្រោយគឺគាត់អាចបរិច្ចាគឈាមបានម្ដងទៀតដូច្នេះសង្ឃឹមថាប្រជាពលរដ្ឋយើងបើទោះបីជាមិនបានមកចូលរួមក្នុងព្រឹត្តិការណ៍បរិច្ចាគឈាមនៅក្នុងពេលនេះក៏អាចធ្វើការបរិច្ចាគឈាមទៅកាន់ទីតាំងមន្ទីរពេទ្យបង្អែកខេត្តយើងដោយផ្ទាល់ឬក៏ទៅកាន់មជ្ឈមណ្ឌលផ្ដល់ឈាមដែលជាមជ្ឈមណ្ឌលថ្នាក់ជាតិឬក៏នៅតាមមន្ទីរពេទ្យនានាដែលយើងគិតថាយើងចង់បរិច្ចាគដូចជានៅមន្ទីរពេទ្យគុណធបុប្ផាឬក៏មន្ទីរពេទ្យកំហែអង្គរឬក៏មន្ទីរពេទ្យជាតិឬក៏មន្ទីរពេទ្យបង្អែកតាមបណ្ដាស្រុកផ្សេងក៏បានដូចគ្នាដែរចាឲ្យសង្ឃឹមថាអ្នកទាំងអស់គ្នាក៏កុំគិតថាការបរិច្ចាគឈាមនេះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងគឺអត់មានទេប្រជាពលរដ្ឋមួយចំនួនគឺគាត់គិតបែបហ្នឹងគាត់អត់ហ៊ានបរិច្ចាគដោយសារគាត់ថាអូយគាត់ខ្សោយណាស់គាត់អត់ស្រួលខ្លួនផងគាត់ទន់ខ្សោយផងគាត់អីចឹងទៅដល់ពេលចង់បរិច្ចាគប៉ុន្តែគាត់អត់ហ៊ានបរិច្ចាគអីទៅប៉ុន្តែចង់ចាំថាការបរិច្ចាគឈាមមុននឹងបរិច្ចាគឈាមគឺគេសួរយើងគេពិនិត្យយើងដិតដល់សួរថាតើយើងមានលេបថ្នាំអីជាប្រចាំទេយើងមានជំងឺអីទេយើងធ្លាប់បានធ្វើតេស្តមេរោគអេដតេស្តស្វាយឬក៏ប្រមេះហើយយើងរយៈពេលមួយអាទិត្យនេះយើងមានជំងឺដូចជាផ្ដាសាយឬក៏ក្តៅខ្លួនឬក៏ក្អកអីទេគឺគេសួរនាំយើងបឋមសិនបើសិនថាយើងមានបញ្ហាណាមួយដែលក្រុមគ្រូពេទ្យមិនអាចផ្ដល់ឈាមឲ្យយើងបានគឺគេអត់យកឈាមរបស់យើងទេដូច្នេះនៅក្នុងឱកាសនេះវីដេអូមួយនេះគ្រាន់តែជាសារមួយដើម្បីជួយលើកទឹកចិត្តទៅកាន់បងប្អូនប្រជាពលរដ្ឋរបស់យើងចាមានស្មារតីក៏ដូចជាចូលរួមក្នុងការបរិច្ចាគឈាមទាំងអស់គ្នាមិនត្រឹមតែជួយសង្គ្រោះខ្លួនឯងទេគឺជួយសង្គ្រោះទៅកាន់អ្នកដទៃទៀតបានបនច្រើនណាស់ការជួយផ្ដល់ឈាមពីព្រោះអ្នកខ្លះមានលុយហើយមិនប្រកាសថាអាចមានឈាមផ្ដល់ជូនបានទៀតដូច្នេះសុខភាពគឺជារឿងចាំបាច់ហើយការជួយដោយស្ម័គ្រចិត្តការជួយដោយសេចក្ដីចិត្តមិនត្រឹមតែបានបនទេថែមទាំងធ្វើឲ្យយើងសប្បាយចិត្តហើយអ្នកដែលទទួលក៏គាត់សប្បាយចិត្តដូចគ្នាអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនានៅវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា